Ba group nâng chụp điệp xuống từการphục mài phục bố là chia play mất để đập bằng oហើយនៅក្នុងថ្ងៃនេះគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយដើម្បីយកមកដំណើរចែកជូនទៅកាន់ពុកម៉ែបងប្អូនស្ដាប់កំសាន្តណាអញ្ចឹងនៅក្នុងយប់នេះគឺជាសាច់រឿងខ្មោចដ៏រន្ធត់មួយដែលប្រិយមិត្តរបស់យើងម្នាក់គាត់បានចែកចម្លែកមកកាន់ខ្ញុំដែលនិយាយអំពីខ្មោចស្ត្រីពោះធំគឺមានការលងបន្លាចខ្លាំងមែនទែនហើយបងប្អូនប្រកាសជាចម្លែកអារម្មណ៍ហើយដោយសារតែថ្ងៃនេះគឺ admin ដំណើររឿងខ្មោចណារាល់ដងនិយាយទៅរឿងគ្រួសារទេហើយថ្ងៃនេះគឺប្រិយមិត្តរបស់យើងម្នាក់តែគាត់នឹងគឺជាអ្នកដែលរស់នៅខាងខេត្តតាកែវគាត់និយាយអំពីស្ត្រីម្នាក់ដែលគាត់នឹងគឺកើតកូនអត់ចេញមិនដឹងថាមូលហេតុអីទេគឺគាត់ស្លាប់ដោយសារតែឧបទ្ទវហេតុហៅថាពោះរបស់គាត់ណាធំមែនតើក៏ប៉ុន្តែកូនរបស់គាត់ដូចហាក់បីដូចជាកើតអត់ចេញណាបងប្អូនដូចវាថាជាគ្រោះរបស់គាត់ហ្មងណាឥឡូវក៏មកយូរចូលទៅដល់សាច់រឿងតែម្ដងទៅដោយសារតែប្រិមិត្តរបស់យើងម្នាក់ដែលគាត់នឹងគឺរស់នៅខាងខេត្តតាកែវនោះគាត់និយាយអំពីខ្មោចស្ត្រីពោះធំហ្នឹងគឺមានការលងបន្លាចខ្លាំងមែនតើនៅក្នុងភូមិស្រុករបស់គាត់ណាអញ្ចឹងគឺខ្មោចស្ត្រីពោះធំហ្នឹងគឺហាក់បីដូចជាមើលទៅគួរឲ្យខ្លាចដោយសារតែពេលដែលគាត់ស្លាប់ហ្នឹងភ្នែករបស់គាត់ហ្នឹងគឺពណ៌ខ្មៅណាហើយភ្នែករបស់គាត់គឺបិទចិត្តទេបងប្អូនគឺភ្នែករបស់គាត់គឺប្រឈរហ្មងហើយប្តីរបស់គាត់គឺឃើញប្រពន្ធអញ្ចឹងហាក់បីដូចជាអាណិតប្រពន្ធគាត់មែនតើដោយសារតែប្រពន្ធគាត់ហ្នឹងកើតកូនចេញហើយស្លាប់ទាំងម្ដាយស្លាប់ទាំងកូនទៀតអញ្ចឹងគួរឲ្យខ្លាចមែនតើនៅក្នុងភូមិស្រុករបស់គាត់ណាអញ្ចឹងគាត់ថាពីដំបូងគឺប្រពន្ធគាត់ហ្នឹងគឺសុខភាពល្អទាំងកូនទាំងម្ដាយហ្នឹងគឺហាក់បីដូចជាមើលទៅគឺស្រស់ស្រាយខ្លាំងមែនតើក៏ប៉ុន្តែមួយរយៈក្រោយមកគឺប្រពន្ធរបស់គាត់គឺបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរហូតគឺព្យាបាលអត់ជាទេមិនដឹងថាមូលហេតុអីទេគាត់យកប្រពន្ធរបស់គាត់ហ្នឹងគឺទៅពេទ្យហើយពេទ្យហ្នឹងថាប្រពន្ធគាត់ហ្នឹងគឺមានជំងឺម្យ៉ាងជាជំងឺដែលមហារីកនៅក្នុងស្បូនណាមហារីកពិបាកព្យាបាលណាបងប្អូនអញ្ចឹងពេទ្យប្រាប់ថាឲ្យលើបថ្នាំទៀងទាត់បើសិនជាអត់លើបថ្នាំទៀងទាត់ទេគឺគាត់នឹងត្រូវធ្លាក់ឈាមអញ្ចឹងណាអញ្ចឹងគាត់បានយកថ្នាំពីពេទ្យមកលើបរាល់ថ្ងៃគាត់លើបចុះលើបឡើងបងប្អូនថ្ងៃមួយហ្នឹងគឺប្រពន្ធគាត់នឹងធ្លាក់ឈាមបងប្អូនធ្លាក់ឈាមតាមជើងហ្នឹងគឺគាត់អាណិតប្រពន្ធគាត់ហើយគាត់យកប្រពន្ធគាត់ទៅពេទ្យពេលដែលទៅដល់ពេទ្យប្រពន្ធមានអីដាច់ខ្យល់នឹងពេទ្យនឹងមកស្លាប់ដោយសារតែជំងឺហើយនឹងបូកផ្សំជាមួយនឹងពោះរបស់គាត់នេះគឺធំហើយគាត់ដល់ថ្ងៃកើតទៀតបងប្អូនថ្ងៃដែលគាត់ស្លាប់គឺជាថ្ងៃដែលគាត់កើតកូនតែកើតអត់ចេញទេស្លាប់ទាំងម្ដាយស្លាប់ទាំងកូនហ្មងអញ្ចឹងនៅក្នុងភូមិស្រុកមួយហ្នឹងគឺអ្នកណាក៏ខ្លាចដែរបងស្រីដែលគាត់ស្លាប់ដោយសារតែកើតកូនអត់ចេញហ្នឹងអញ្ចឹងសាកសពរបស់គាត់ហ្នឹងពេទ្យបានប្រាប់ថាគាត់ផុតហើយគឺគាត់អាចមានជីវិតបន្តទៀតបានទេដោយសារតែគាត់មានជំងឺផងបូកផ្សំជាមួយនឹងគាត់ប្រឹងកើតកូនរបស់គាត់នោះក៏កើតអត់ចេញទៀតហើយបងប្អូនឆ្ងល់ថាហើយចុះកើតអត់ចេញមិនក៏មិនវះយ៉ាងម៉េចបងប្អូនពេលដែលវះទៅគឺគាត់ហ្នឹងគឺហាក់បីដូចជាភ័យគ្រាន់តែឃើញមុខកបិតអញ្ចឹងគឺពេទ្យមិនសូវហ៊ានយកកបិតដែលវះកាត់ហ្នឹងទៅវះស្ត្រីម្នាក់ហ្នឹងទេដោយសារតែប្តីរបស់គាត់ហ្នឹងគឺបានប្រាប់ពេទ្យថាមិនបាច់ចាំវះទេអ្នកគ្រូពេទ្យឲ្យប្រពន្ធខ្ញុំហ្នឹងកើតតាមធម្មជាតិមកព្រោះប្រពន្ធខ្ញុំហ្នឹងគាត់ខ្លាចមុខកបិតណាគាត់អត់ហ៊ានមើលទេអញ្ចឹងគាត់ប្រាប់ខ្ញុំមកហើយអញ្ចឹងក៏ខ្ញុំប្រាប់អ្នកគ្រូពេទ្យអញ្ចឹងទៅគាត់និយាយអញ្ចឹងណាហើយប្រពន្ធគាត់នោះគាត់តែឃើញមុខកបិតខ្លាចហ្មងគឺធម្មតាបងប្អូនមនុស្សស្រីពេលខ្លះគាត់មិនមែនថាគាត់រឹងមាំគ្រប់តរឿងទេពេលខ្លះក៏គាត់ទន់ខ្សោយដែរដោយសារតែគាត់មិនដែលជួបប្រទះនៅរឿងអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ធ្លាប់វះធ្លាប់អីហ្នឹងគាត់ដូចជាមិនសូវខ្លាចមុខកបិតប្រហែលទេហើយដូចជា
បងស្រីរបស់ខ្ញុំគាត់កើតកូនក៏វះចឹងដែរបងប្អូនគេវះតែបន្តិចទេហើយក៏កើតធូរធម្មតាចឹងទៅហើយចំនួនមុនគឺកើតដោយសារតែឆ្មបមានឆ្មបមានអីបង្កើតជួយទាញជួយដោះចឹងទៅចឹងសាកសពរបស់ស្ត្រីម្នាក់ហ្នឹងគឺបានយកមកបូជានៅក្នុងភូមិមួយហ្នឹងរយៈពេលដែលគាត់ស្លាប់បាន7ថ្ងៃណាបូជាអីហើយគឺអ្នកដែលមកយាមសពគាត់ហ្នឹងគឺអត់ហ៊ានយាមទេដោយសារតែឃើញស្ថានភាពសាកសពរបស់គាត់ហ្នឹងបងប្អូនគឺភ្នែកហ្នឹងគឺប្រឈរដូចជាខ្ញុំនិយាយដើមវីដេអូអញ្ចឹងមិនដឹងថាមូលហេតុអីទេប្រហែលជាគាត់តសៃទាញបងប្អូនបានប្រឈរភ្នែកអញ្ចឹងហើយគាត់ទៅប្រាប់ប្តីរបស់បងស្រីដែលស្លាប់ហ្នឹងហើយប្តីគាត់តែឃើញប្រពន្ធអញ្ចឹងយកដៃហ្នឹងយកដៃរបស់គាត់បងប្អូនយកដៃហ្នឹងបិទភ្នែកបិទ3ដងបានភ្នែករបស់ប្រពន្ធគាត់ហ្នឹងបិទបើថាគាត់ស្លាប់ទាំងមិនអស់ចិត្តស្លាប់ទាំងវ័យក្មេងហើយវ័យគាត់គឺអាយុដូចជា30ជាងទេបងប្អូនមិនតែចាស់ឲ្យប្រហែលទេអេដមីននេះ30ជាងដែរបងប្អូនហើយបងប្អូនស្ដាប់សំឡេងអេដមីនស្ដាប់ទៅរបៀបថាសំឡេងភាពដូចជាក្មេងខ្ចីមែនទេបងប្អូនមិនមែនក្មេងខ្ចីទេគឺរៀងឆែដែរហើយបងប្អូនវាចូលពាក់កណ្ដាលមនុស្សណាហើយគ្រាន់តែស្លាប់បាន7ថ្ងៃភ្លាមបងប្អូននឹងហេតុការណ៍អីកើតឡើងក្នុងភូមិហ្នឹងឯងសាកសពដែលគាត់បូជាហ្នឹងប្រពន្ធគាត់ហ្នឹងបងប្អូនគឺបូជាឆេះហើយលោកគ្រូតាអាចារ្យភ្លុកគាត់ថាអូសពនឹងអត់បានទេបូជាឆេះដឹងមានហេតុការណ៍អីកើតឡើងទេចឹងអត់កើតទេត្រូវសូត្រមន្តអាគមឬក៏វិជាអូបអាមឲ្យគាត់ដើម្បីឲ្យសពនឹងវាឆេះអស់ហើយធម្មតាបងប្អូនសាកសពរបស់មនុស្សយើងពេលដែលបូជាទៅមិនប្រកាសថាឆេះភ្លាមអស់ភ្លាមទេនៅអាចារ្យភ្លុកចាក់រុកចាក់ឆ្កៀលទៅនាំមកឆេះអស់បងប្អូនមិនងាយទេអញ្ចឹងគាត់ចាប់ផ្ដើមអាចារ្យភ្លុកគាត់ចាប់ផ្ដើមសូត្រមន្តអាគមឬក៏វិជាអូមអាមរបស់គាត់ហ្នឹងគាត់សូត្រហើយគាត់ដាក់នៅក្នុងកន្លែងដែលគេបូជាសពហ្នឹងផ្លុំភូសទាំងទៅបងប្អូនឆេះមកមិនដឹងថាគាត់ហ្នឹងបៀមស្អីទេនៅក្នុងមាត់លោកតាអាចារ្យភ្លុកហ្នឹងគាត់តែផ្លុំភ្លាមគឺសាកសពរបស់ស្ត្រីម្នាក់ហ្នឹងគឺរលាយបងប្អូនរលាយទាំងសាច់រលាយទាំងឆ្អឹងទៅហ្មងណាសល់ឆ្អឹងដែរសល់តិចតួចចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមនិយាយគ្នាជាមួយនឹងលោកតាអាចារ្យភ្លុកថាប្រពន្ធខ្ញុំនឹងឆេះអស់នៅតែគាត់មានភាពសោកសៅដោយសារតែគាត់បាត់បង់នៅមនុស្សជាទីស្រឡាញ់របស់គាត់ហើយរួមទាំងកូនរបស់គាត់នោះមិនទាន់បានឃើញពលឺថ្ងៃផងក៏បានស្លាប់ទៅជាមួយនឹងម្ដាយណាអញ្ចឹងគឺអាណិតគាត់ខ្លាំងមែនតើបន្ទាប់ក្រោយមកទៀតគាត់ស្លាប់បាន7ថ្ងៃ7យប់វិញ្ញាណខ្មោចគាត់ណាតាមលងអ្នកភូមិនៅក្នុងភូមិស្រុកហ្នឹងគឺសាហាវមែនតើដោយអ្នកភូមិម្នាក់គាត់ទៅធ្វើស្រែចម្ការនៅខាងក្រោយផ្ទះគាត់នោះហើយគាត់ឡើងពីស្រែរបស់គាត់មកគាត់ក៏បានឮសំឡេងមនុស្សស្រីបំពេកូននៅដើមលើដើមអំពើទឹកមកហើយដើមអំពើទឹកហ្នឹងបងប្អូនធំមែនតើឲ្យរាល់តែថ្ងៃសិលគឺមានឃើញភ្លើងហោះចូលមកមិនដឹងថាភ្លើងអីទេតាមអ្នកភូមិនិយាយគឺជាភ្លើងព្រាយឬក៏ជាភ្លើងខ្មោចអមនុស្សចឹងទៅហើយឲ្យថ្ងៃសិលគឺហោះចូលហើយពណ៌ស្អីក៏មានដែរហើយខ្មោចស្រីដែលពោះធំហ្នឹងគឺបំពេកូននៅលើចុងដើមអំពើទឹកហ្នឹងដោយអ្នកភូមិគាត់ឮហើយគាត់ឆ្ងល់ហើយគាត់មកពីស្រែរបស់គាត់ហ្នឹងគឺដូចជាម៉ោង8បងប្អូនម៉ោង8ហើយគាត់ឮអញ្ចឹងគាត់ចេះឆ្ងល់ថាយប់ណាបំពេកូនអីហ្នឹងវិញហើយគាត់នេះយកពិលរបស់គាត់នឹងពាក់នឹងក្បាលហ្នឹងច្របាច់មើលជុំវិញក្រោមដើម7ហ្នឹងអត់មានឃើញអីទេហើយគាត់ក៏បន្តដំណើរទៅមុខទៀតទៅពេលដែលដើរទៅមុខទៀតគាត់ឮសំឡេងមនុស្សស្រីម្នាក់ហ្នឹងហៅគាត់ចំឈ្មោះឲ្យសំឡេងមនុស្សស្រីហ្នឹងស្រទន់ហើយហៅឡើងល្វើយបងប្អូនគួរឲ្យខ្លាចមែនទែនហើយខ្យល់បក់មកឡើងរសៀកហើយគាត់រៀងជជែក
chẳng đây chạy trong non giống á vì thà quạt đôi gì mía ròm hai chấm lại chứ nè có ta cho mà anh mà chết vậy hiện phừ nhẹ nhá ấy có đa ở thiên nghĩa khỏi gì thì chả chả bị chấm đón muốn quần vậy tha pe để lư sống đây ấy đa sầm đắp chưa ngay đa tam khỏi giống á nè công nghĩa cái đó sao ấy bà bốn ngó thăm bánh bàn nghĩa cái đó cứ quạt ban phép tha pe để dương nghĩa cái đó tới dương mà đang thay dương nó khơi ấy khá tê hay sầm đắp bong pôn để quạt miên dùng ngư keng mẹ đâu ấy soi mẹ đấu á chẳng ai nâng càng về đồ slap để ra tay và phụ mau nhá mà đồ nâng cứ vì ru riêng bảo biết cứ cọ khăng mền thế đại dương mình ai từ tua bàn từ tua dọc bàn đấy để ra tay việc cọ về cho bảo bồn khai thói cứ mơ tới cứ đồn thốt thói cứ bài gì dương ai càng về đồ slap trong bàn chả chả cột mình oi đà prey thì có đà tam phù mấy cái này là đại sạc đó quát mình oi dương nghĩa cái đầu đi nó mù là hai nữa rồi chẳng còn lưu sầm lên là bơi quát đa tờ đó chất phù mới nè còn nghĩa cái đầu mưa nghĩa cái đầu phách mà bồn ý nghĩa cái đầu phách nghĩa cái đầu liếm các bạn khơi mau stray đại bù thông đó tiếp để slap bàn dạ về bờ cho bờ thằng ấy nữa coi vô chương hay đang biên bay câu này lựa chọn đam bờ tắc nâng bọn vô nói bỏ cho bỏ xong phải rẽ rút rồi cho chất đo phô mấy trăm ca tiết rút bát chương so với điện phô rồi có đo phô nó quát ban giấy phép tại can đẹp phô này rồi nơi chỉ mùi đồng phô quát đó quát giấy lần ót chân thì một quát kén bùa bọn phô nó cứ vì muốn máu con đại thử mọi lỗ ấy phải phô nó cứ luôn nữ cứ biệt tha nẹt sọc nó cứ quátประกอบอาชีพประกอบหรือก็หาทาធ្វើស្រែចម្ការឲ្យធម្មតាអញ្ចឹងណាហើយរស់ទាំងសាមញ្ញខ្លាំងមែនតើហើយចាប់តាំងពីខ្មោចស្ត្រីពោះធំនឹងស្លាប់ហើយណាគឺរស់នៅអត់បានក្តីសុខទេគាត់ថាយប់ឡើងណាគឺឮសំឡេងមនុស្សស្រីហ្នឹងយំនៅក្រោមផ្ទះគាត់ហើយប្តីរបស់គាត់ហ្នឹងអត់ដែលថាប្រពន្ធខ្មោចប្រពន្ធហ្នឹងមកលងគាត់ទេគាត់vì tha quạt sọc sai á nè và đằng tha quạt nó cứ chui chạp khang phần nào đấy bảo tại bên sông bạch chạ cái này năng tích đời xa tại dương chia mê của sa bồn về để bắt bong mà đồ chỉ thì lạnh bảo chướng cứ hạ về đôi chia bắt bong ở bảy cục giá đó chẳng cái lại na đại dương ai cắt chất bán có cắt đó bảo đời xa tại mà đồ dưỡng về đại dương và đồ nơi sọc ngày đấy ca rùa nơi sập thì ngày dương ở đứng ấy thay ngày na dương slap ngày na dương ở chui ngôn này giống này dương ở đằng tê chẳng ca chụp nia ca bọt bé vì chỉ đường thòm bà tê bồn bồn vì chỉ cho bạp thòm chia tê bồn bồn và sân chia bồn bồn mình sọc chật tê cứ biết đâu là chẳng bồn bồn và sân dương dương cầm nót luôn ai ban thử hồ dạ pê pì rồi chứ năm mấy đó nó cứ chơi cầm nót ban đó hồ biết cầm nót nót ban nó bồn vì mình chọn bay cái này thế biết đâu là bay ca luôn nơi chung cái này về chơi tầm chọn ban đấy bồn bây giờ bay bạn cái này từ dương bọt bè cái này dương bắt bong mà đồ chỉ thì sờ lánh dương bây làm thà khổ chất khang ai bồn rồi bộ mà đừng như quanh hiện ngài sạch hướng thích bông bồn mình video một bồn này đang tích ra xa tại miền bông bồn có lá cột hơi sạch nhiệt và cột slap cột còn miền ca tui sau dùng mà nát chẳng từហើយបងប្អូនឆ្ងល់ដែរចុះសាច់នេះខ្លួនឯងស្លាប់ទៅអត់យំអត់ស្ដាយអីទេសួរថាការយំស្ដាយរបស់យើងហ្នឹងអាចឲ្យគាត់រស់វិញបានទេគឺអត់បានទេបងប្អូនមានតែផ្ដល់នូវភាពសៅមងទៅកាន់គាត់ទេមនុស្សដែលស្លាប់គឺត្រូវការភាពថាស្ងប់ស្ងាត់បានន័យថាឲ្យចិត្តរបស់គាត់នឹងស្ងប់ឲ្យមានចិត្តស្ងប់ទៅគឺគាត់អាចស្លាប់ទៅគាត់អាចទៅរកកន្លែងណាដែលល្អឬក៏ភពណាដែលល្អអញ្ចឹងណាអញ្ចឹងខ្មោចស្ត្រីពោះធំហ្នឹងបានន័យថាវិញ្ញាណរបស់គាត់ហ្នឹងវល់នៅក្នុងឋានមនុស្សហ្នឹងមិនអាចទៅចាប់ជាតិបានទេដោយសារតែប្តីរបស់គាត់ហ្នឹងអត់បានធ្វើបន់
ឧទ្ទិសកុសលឲ្យណាចឹងយប់ឡើងលងបន្លាចគេរហូតហើយម៉ោង12យប់បងប្អូនហើយភូមិនឹងស្ងាត់ជ្រាបបងប្អូនដូចជាចៅលួចសេះអញ្ចឹងហើយឆ្កែនឹងក៏វាលួចពេញទៅភូមិនឹងគួរឲ្យខ្លាចមែនតើបងប្អូនគោលន់ទន្ទឺពេញទៅភូមិនឹងហើយអ្នកភូមិម្នាក់ក៏ហ៊ានចេញពីផ្ទះទេដឹងថាគាត់ខ្លាចប៉ុណ្ណាទេបងប្អូនពេលនោះគឺសំឡេងខ្មោចស្ត្រីពោះធំដែលទើបតែស្លាប់ថ្មីហ្នឹងបានមកបញ្យកសពប្តីរបស់គាត់ថាឲ្យគាត់នឹងជួយខ្លួនផងដោយសារតែខ្លួនអត់មានអាហារហូបចុកអីទេគឺមានអារម្មណ៍ថាឃ្លានណាស់អញ្ចឹងគាត់បានន័យថាគាត់តែតោមែនតើបងស្រីម្នាក់ហ្នឹងអញ្ចឹងអ្នកភូមិដែលរស់នៅក្នុងភូមិហ្នឹងត្រូវខ្មោចស្ត្រីពោះធំហ្នឹងលងគ្រប់គ្នាបងប្អូនដោយមានបងស្រីម្នាក់គាត់កំពុងតែមុជទឹកនៅខាងក្រោយផ្ទះរបស់គាត់ហ្នឹងមុជទឹកពីងបងប្អូនមុជសុកអាផ្តិលរបស់គាត់ហ្នឹងមិនដឹងថាអ្នកណាទេមកកាន់ណាប្រៀបដូចជាមានមនុស្សកាន់អញ្ចឹងមុជសុកគាត់ឃើញផ្តិលនៅក្នុងពីងទឹកមួយទៀតនោះហោះឡើងស្លូទៅបងប្អូនហើយហោះហ្នឹងមិនមែនហោះតទេណាហោះដួសទឹកចាក់ទៀតបងប្អូនគាត់តែឃើញកវត្តផ្តិលរបស់គាត់ចោលរត់យកហ្មងក៏រត់ទាំងឲ្យសរងចងពងហ្នឹងបងប្អូនខ្លាចទៅថ្នាក់ហ្នឹងបងប្អូនបើអេដមីននេះមួខ្ចៅទៅមុនហើយបងប្អូនអត់នៅទេអត់តស៊ូជាមួយទេបងប្អូនថាអេមីននេះខ្លាចខ្មោចដែរមិនមែនវាខ្លាចដែរបងប្អូនមនុស្សដូចគ្នាដែរហើយបងប្អូនឆ្ងល់ទៀតលោកខ្លាចខ្មោចអត់អេមីនលោកក៏ខ្លាចដែរបងប្អូនខ្មោចវាគិតថាលោកប្រសក់បាសិកាយទេវាលងឲ្យទាំងអស់ហ្នឹងបងប្អូនម៉មហ្នឹងបងប្អូនច្បាច់កកឲ្យងាប់ទៀតអត់បានទេអញ្ចឹងចាប់តាំងពីគាត់ស្លាប់រយៈពេល7ថ្ងៃហ្នឹងគាត់លងបន្លាចនៅស្រុកនៅភូមិហ្នឹងគឺសង្ឃដ្ឋានអ្នកខ្លះហ្នឹងសង្ឃថាជ្រុះសក់ហើយលោកតាអាចារ្យភ្លុងក៏បានមកប្រាប់ប្តីរបស់គាត់ដែលគាត់រស់នៅរស់ហ្នឹងគាត់ប្រាប់ឲ្យឆាប់យកតេយ្យទានផ្សេងដូចជារបស់របរអីហាហូបចុកយកទៅប្រគេនលោកទៅហើយឧទ្ទិសកុសលឲ្យប្រពន្ធក្មួយឯងឬក៏ចៅឯងទៅបើមិនចឹងទេវិញ្ញាណខ្មោចប្រពន្ធចៅឯងលងបន្លាចគេរហូតហើយចឹងចៅឯងធ្វើតាមតាទៅគាត់ខុសទេគាត់ធ្វើទៅគឺបងប្អូនរៀងស្ងាត់បានប្រហែលដូចជា3-4ថ្ងៃមានអីបងប្អូនលងទៀតបងប្អូនយប់ឡើងម៉ោង 2:10 អ្នកភូមិគាត់លួចមើលតាមប្រឡោះផ្ទះរបស់គាត់ណាគាត់ឃើញខ្មោចស្ត្រីហ្នឹងដើរពកូននៅក្នុងភូមិរបស់គាត់ហ្នឹងពកូនណាដើរបដាហ្នឹងយំបដាអីបដាតែឃើញតែម្នាក់ទេអត់មានឃើញច្រើនអ្នកទេវាឲ្យឃើញម្នាក់ទេខ្មោចដូចជាបងប្អូនដើរលេង4 10 20នាក់អញ្ចឹងជួនកាលឲ្យឃើញតែ2នាក់ឬក៏ម្នាក់ទេតែឃើញតែប្រភេទទេអត់មានឃើញច្រើននាទីឬក៏ច្រើនម៉ោងអីទេគាត់តែផ្លិចភ្នែកបាត់ឈឹងហ្មងហើយបងប្អូនណាខ្លះចង់ឃើញខ្មោចជួយខមមិនម្នាក់មួយផងចាំមានជួយឲ្យឃើញខ្មោចហើយបល័យដែលឃើញខ្មោចនេះមានធ្លាប់និយាយដែរបងប្អូននៅក្នុងវីដេអូណាទេបងប្អូនអាចចូលទៅស្ដាប់បានអញ្ចឹងសម្រាប់បងប្អូនណាដែលចង់ឃើញខ្មោចអាចធ្វើតាមវិមានបានណាយប់ម៉ោង12អីចូលទៅក្នុងព្រៃយើងជ្រៅបន្តិចណាហើយយកដង្វាយឲ្យខ្សែនេះមួយទៅហើយនិយាយនៅក្នុងចិត្តបើថាមានអមនុស្សមានខ្មោចណាដែលនៅចិត្តហ្នឹងណាមកទទួលដង្វាយខ្ញុំផងហើយនិមិត្តខ្លួនឲ្យខ្ញុំឃើញផងបើសិនជាមានហើយបងប្អូនបិទភ្នែករយៈពេល4-5-10នាទីអញ្ចឹងបងប្អូនបើកភ្នែករៀងសឹមតិចអញ្ចឹងបងប្អូនប្រកាសជាឃើញហើយអានេះគ្រាន់តែខ្ញុំនិយាយណាបើសិនជាបងប្អូនឃើញហើយគឺអេដមីនអត់ទទួលខុសត្រូវទេសម្រាប់បងប្អូនដែលចង់ឃើញខ្មោចហើយសម្រាប់បងប្អូនណាដែលចង់ឃើញខ្មោចទេមិនបាច់ចាំធ្វើតាមអេដមីនទេគឺវាគ្រោះថ្នាក់ខ្លាំងហើយវាគ្រោះថ្នាក់ដល់ជីវិតណាអញ្ចឹងសម្រាប់រឿងនេះបងប្អូនគិតថាជារឿងដែលរន្ធត់ខ្លាំងហើយមានន័យដោយសារតែស្ត្រីម្នាក់ដែលគាត់នឹងគឺមានកូននៅក្នុងផ្ទៃហើយត្រូវស្លាប់ចោលប្តីរបស់គាត់នេះគឺវារន្ធត់ខ្លាំងណាបងប្អូនអញ្ចឹងការជួបបែកព្រាត់ប្រាសគ្នានេះបងប្អូនគឺអ្នកណាក៏មិនចង់ដែរតែដោយសារតែមនុស្សម្នាក់គឺមានទង្វើឬក៏ការធ្វើនឹងការប្រព្រឹត្តហ្នឹងគឺវាខុសគ្នាបងប្អូនវាមិនមែនដូចគ្នាទាំងអស់ទេ
ចឹងយើងជួបគ្នានៅថ្ងៃស្អែកជាបន្តទៀតបងប្អូនណាហើយថ្ងៃនេះ admin មានតែប៉ុណ្្នឹងទេហើយខុសត្រូវយ៉ាងណាហើយក៏សូមអធិស្ឋានពីសំណាក់បងប្អូនផងចាត់ទុកថាបងប្អូនស្ដាប់កាយកំសាន្តទៅចុះហើយថ្ងៃស្អែកគឺខ្ញុំមានសាច់រឿងថ្មីទៀតដែរបងប្អូនដើម្បីយកមកចែកជូនទៅកាន់ពុកម៉ែបងប្អូនស្ដាប់កំសាន្តដែរណាសិតសឹងតែជាសាច់រឿងរន្ធត់ប្រហែលជាវីដេអូក្រោយវីដេអូទៀតគឺ admin នឹងនិយាយអំពីរឿងខ្មោចច្រើនហើយសម្រាប់បងប្អូនដែលចូលចិត្តស្ដាប់រឿងគូសារហ្នឹងគឺផ្អាកមួយរយៈសិនដែរដោយសារតែមានប្រិមិត្តរបស់យើងច្រើនគាត់សំណពរឲ្យ admin ហ្នឹងគឺនិយាយអំពីរឿងខ្មោចច្រើនណាដើម្បីឲ្យគាត់ស្ដាប់ទៅគាត់មានអារម្មណ៍ថារន្ធត់អីចឹងទៅគាត់ចូលចិត្តស្ដាប់រឿងគូសារទេគាត់ចូលចិត្តស្ដាប់រឿងបែបជារន្ធត់បែបជាឈុតឆាកលោមបាត់ឡាអញ្ចឹងទៅវាយសិតឈុតឆាកទេបងប្អូនដូចជាក្នុងរឿងណាអូខេបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណា